ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាននិយាយពីវីដេអូមុនខ្លះហើយការ design UI UI អីចឹងទៅឥឡូវហ្នឹងចូលមកវីដេអូនេះខ្ញុំនិយាយអំពីការយក icon មកប្រើនៅក្នុង Figma សម្រាប់ design UI UI ដែលជាដំបូងខ្ញុំត្រូវចុចកន្លែងបន្ទាប់ពី project Figma របស់ខ្ញុំនេះចុចសញ្ញាបូកហ្នឹងមកហើយវានឹងលោតចូលក្នុង Google ហើយយើងវាយពាក្យថា icon Figma icon Figma ហើយយើងទៅ click កន្លែង link នេះពេលយើង click កន្លែងហ្នឹងហើយយើងនឹងចូលមកក្នុងកន្លែងicon free របស់យើងហើយយើងចូលមើលថា scroll ថាយើងចង់ចូលនៅក្នុងប្រភេទ icon free មួយណាហើយខ្ញុំចូលក្នុងនេះ click លើវាទៅពេលអ្នកទាំងអស់គ្នា click ហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងicon free ហ្នឹងហើយគេដាក់ open in Figma ពេលអ្នកទាំងអស់គ្នាចុចកន្លែងហ្នឹងហើយវានឹងលោតចូលទៅក្នុងpage free របស់ icon ហ្នឹងហើយអ្នកទាំងអស់គ្នាពង្រីកវាមកហើយអ្នកទាំងអស់គ្នាអូមើលថាអ្នកទាំងអស់គ្នាចង់យក icon មួយណាដោយខ្ញុំលើកយក icon មួយនេះមកប្រើហើយខ្ញុំគ្រាន់តែ Ctrl C ហើយខ្ញុំ back មកចូលកន្លែងការ design UI UI របស់ខ្ញុំហ្នឹងហើយខ្ញុំ Ctrl V នោះវានឹងលោតចូលមកឲ្យនៅក្នុង frame ដែលខ្ញុំបាន design UI UI នឹងហើយពេលអ្នកទាំងអស់គ្នាចង់ break វាអ្នកទាំងអស់គ្នាគ្រាន់តែចុច shift ហើយចុចអូអញ្ចេះដើម្បីវាទាញស្មើថាវាអត់វាថាយវាអីចឹងទៅដោយការយក icon មកប្រើហ្នឹងខ្ញុំនិយាយបានតែប៉ុណ្្នឹងទេដោយផ្សេងទៀតយើងគ្រាន់តែធ្វើដូចគ្នាដែរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ